พวกแม่ได้ทาเสียมเนอะว่าสร้างความเดือดร้อนในประเทศไทยอ่ะโอ้พวกห่างเนี่ยโอ้รักกันเอ้ยไอ้กิบันtrong ban tới đây kỳ người ban phật bụt hàng nữa mình cười thơ sẽ đời tế vô tới đây kỳ khơi kỳ miên cái trong ban tới đây kỳ đây bành mưa nhóm viên trẻ và nhóm giấy tới nhóm trẻ cho ta bộ dương từ bộ cai bộ can xây mà được là biết thà mưa từ được sợi khốp từ com xe com ấy từ to tăng ấy chỉ bùi được chừng nhưng mà chẳng ấy nhóm vật sợi trăng chạy đấy tê tay nhóm vô mỏ đã trốn đi ra mà nếu ở thở bậc căn cho mối này mới tới nếu đó khốp thì hiện bạch dây lơ hồi hổm của ba lấy chừng tới bậc căn thôi nhóm chưa lời hay nên mùi tiệt nhóm viêm tăng tha thở dây dạng mệt page mua starter mà chạm mình đôn đi để cầm em bắt tam nhau mơ page đang tới mình chỉ page plug ca xây thì page đang chỉ page à bị cái page anh nào mà cái đang chỉ anh này can page đang tới hay follower chớn này follower đôi chỉประมาณเนี่ยผมปั้น100k follower chia sẻว่าខ្ញុំយល់ច្រឡំប៉ុន្តែតាមខ្ញុំមើលការ poster ទៅបើ page ផ្លូវការរបស់ reach ការរបស់ឲ្យដូចមិនផុសមកឡប់អីចឹងទេនេះដល់ clip នេះគេផុសតែចេះចរចាឬក៏ចោះចាញ់ចរចាគឺចោះចាញ់គ្រាន់តែជាការប្រើប្រយោគផ្សេងឲ្យល្អស្ដាប់តែប៉ុណ្ណោះតែយក clip 30កុកយកមកផុសអីបន្ទាប់ពីអីខាងយើងជាមួយថៃហ្នឹងដូចជាចរចាគ្នារអាចំណុចរួមឃើញមួយណាវាថាដកតបនេះអើយខ្ញុំសឹងតែមិនដឹងថាត្រូវនិយាយយ៉ាងម៉េចណាហើយ follower ច្រើនទៀត follower នេះហើយឆ្ងល់ខាងបងសមត្ថកិច្ចខាងក្រសួងមហាផ្ទៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាគាត់ទប់ចឹងអត់ជាប់ឬមួយគាត់អត់ចង់ទប់អីមិនគួរតែលុបប្រវត្តិឲ្យអស់ពួកអា page អាណាមុខ page អត់មានមុខមានមាត់អត់មានចុះបញ្ជីចុះអីត្រឹមត្រូវចេះតែធ្វើព័ត៌មានផុសតែប្រេតប្រដាស់អញ្ចឹងផុសអានេះញុះញង់អីចុះករណីញុះញង់អីនេះអាគេចរចាគ្នាគេហៅអារឿងឲ្យវាវិជ្ជមានឲ្យវាល្អឡើងហើយមកផុសនិយាយអញ្ចឹងអីហើយពីខ្ញុំគិតអញ្ចឹងណាឈ្មោះ page មិនឆាក់មិនដុលនេះតែក្រមដាក់រូបដាក់ profile អីសើគាំទ្រអីរាជរដ្ឋាភិបាលប្តឹង ICJ តែផុសស្អីនេះឥឡូវ page ហ្នឹងគេចង់និយាយពីអីច្បាស់ណា page ផ្លូវការហើយមិនឲ្យបើ page ផ្លូវការមិនទៅកាត់រូបអីអញ៉ៃអញ្ចឹងអត់ត្រង់អត់នេះដាក់30កុកដាក់អីឯណាណៃ page របស់មេធាវីហ៎មិនរបស់ក្រសួងយុទ្ធភ័ពអានេះខ្ញុំឃើញមិត្តភ័ក្តិគេ share មកនេះហើយមានលេខទូរស័ព្ទមានអីនេះគេដាក់អីគេនេះគេមាន description តាក្រមទាំង4ក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌក្រមរដ្ឋប្រវេណីក្រមនីតិរដ្ឋប្រវេណីហើយមានលេខទូរស័ព្ទទេនេះបើសិនជាខាងសមត្ថកិច្ចគាត់ចង់ចាប់ចង់ប្របាត់ page ចឹងអីស្រួលមានលេខមានអីអាចតាក់ទងអាចស្រាវជ្រាវអីឃើញប៉ាហ្នឹងគេអត់ប្របាត់ទេទេអត់មានទោសអីទេចេញសារអីធ្វើ clip អីផុសដូចផុស clip 30កុកញុះញង់អីបន្ទាប់ពីខាងយើងខាងថៃអីគេហៅចំណុចរួមមួយចរចាបានឃើញវិជ្ជមានណាខ្ញុំឃើញវាចាប់ផ្ដើមរៀងធូរស្រាលតិចហើយបន្ទាប់ពីមានចំណុចរួមនឹងមួយនេះគាត់ដាក់មកនេះមានប្រហែលដូចជា4ចំណុចទី1ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានចូលជើងកាន់កាប់ជាយូរមកហើយនោះទេអញ្ចឹងអត់មានដកចេញពីអីមុំ3អីហ្នឹងទេយើងនៅឈរជើងដដែលរាល់ការរៀបចំកម្លាំងកងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រីកកម្លាំងការកែសម្រួលកម្លាំងការចល័តកម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះកងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាកងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយចុងបញ្ចប់ក៏ខាងក្រសួងការពារជាតិអំពាវនាវឲ្យបងប្អូនជនរួមជាតិនិងសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានភាពត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបានឃើញសូម្បីតែក្នុងលិខិតឬមួយ
ក៏សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិក៏គាត់នៅតែនិយាយអំពីអំណៀវដដែលឲ្យបងប្អូនយើងថាមើលព័ត៌មានណាដែលគួរឲ្យទុកចិត្តកុំ share អាតការធ្វើ clip ធ្វើអីចេញមកអា page ឥឡូវទៅផុសយកទៅ view យកទៅ like យកទៅ share ណាតែញុះញង់បប៉ោងប្រឆេះអារឿងកំពុងតែចាប់ផ្ដើមរៀងធូរស្រាលហើយស្ថានភាពនេះផុសរបស់សម្ដេចធិបតីវិញគាត់បានផុសណាគាត់ដាក់នេះខ្ញុំសូមផ្ញើសារខ្លីមួយជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុងនេះប្រទេសបារាំងបាទខ្លីគាត់ឯងដូចវែងដែរដូចច្រើនដូចមិនខ្លីទេនេះទី1ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជាថៃបាទទី1នេះខ្ញុំអានទៅដូចជាសេចក្តីប្រកាសនេះដែរក៏គាត់និយាយសារឡើងវិញអញ្ចឹងបាច់អានចូលទី2បងទៅមិនថែមទៅលើប្រកាសរបស់ក្រសួងការពារជាតិខាងលើខ្ញុំសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថារាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃជាសេនាធិការដោយឈលលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេស MOU ឆ្នាំ2000និងច្បាប់អន្តរជាតិរួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងករណីចាំបាច់ដូចជាករណីប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំបីអញ្ចឹងចំណុចទី2នេះគាត់បញ្ជាក់បន្ថែមពីលើនឹងទៀតថាយើងប្តឹងទៅ ICJ ហ្នឹងគឺយើងនៅតែប្តឹងបណ្ដាក្នុងឃ្លាចុងក្រោយនេះគាត់ដាក់ថាក្នុងករណីចាំបាច់សម្រាប់តំបន់ទាំង4ដែលយើងគ្រោងថានឹងប្តឹងហ្នឹងពីដំបូងមិនគ្រោងឥឡូវដាក់ពាក្យប្តឹងទៅអញ្ចឹងខាង ICJ គឺគេកំពុងតែត្រួតពិនិត្យ consider អញ្ចឹងទៅគេកំពុង check មើលណារាជរដ្ឋាភិបាលក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃខ្ញុំក៏សូមអំពាវនាវឲ្យបណ្ដាសារព័ត៌មាននិងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍ជាតិខ្មែរយើងជាពិសេសសូមជៀសវាងការបង្កើតឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយដែលនាំឲ្យមានការយល់ច្រឡំនិងនាំឲ្យបំផង់សភាពការលើសពីការពិតដែលអាចពង្រីកបញ្ហាទៅជាចំនួនរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរដើម្បីតែសម្ដេចធិបតីក៏គាត់និយាយទៀតគាត់បន្ថែមទៀតណាចុងបញ្ចប់តាំងពីសេចក្តីប្រកាសព័ត៌មានដំបូងសេចក្តីថ្លែងការណ៍ដែលថាដាក់តំបន់ចំនួនទាំង4នឹងមុំ3តំបន់តូចធំអីហ្នឹងទៅ ICJ ហ្នឹងគាត់និយាយដដែលខ្ញុំណាឃ្លីបខ្ញុំមុនហ្នឹងខ្ញុំចេញនិយាយមុនទាំងសម្ដេចគាត់ចេញសេចក្តីថ្លែងការណ៍ដាក់ទៅ ICJ ស្អីទៀតតែយើងនេះវាមិនមែនមនុស្សល្បីនិយាយទៅក៏មិនសូវមានអ្នកស្ដាប់អ្នក share អញ្ចឹងណាដល់ឥឡូវឃើញអ្វីដែលខ្ញុំនិយាយមុនមកសឹងតែដូចប្រមាណ 60-70% នេះសំបីតែខាងក្រសួងការពារជាតិក៏គាត់អំពាវនាវណាតាក់ទងរឿងព័ត៌មានអីហ្នឹងហើយដល់ពេលដូច page នេះអីនេះអីអើយឡើង follower 700k ខាងក្រសួងមហាផ្ទៃខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអត់ចាត់ការអីទេឬមួយក៏យ៉ាងម៉េចយើងថ្នាក់ដឹកនាំយើងកំពុងតែចរចាអានេះមកប្រកាសថាការចរចាហ្នឹងជាការចោះចាញ់ឯណាមើលដាក់ caption ផង clip ផងចរចាស្មើនឹងចោះចាញ់អីមិនបើមិនចរចាទេឲ្យបាញ់គ្នាបើតទៀតទៅមិនគ្រាន់តែបិទព្រំដែនប្រហែលថ្ងៃនោះខាតទាំងសងខាងថៃនោះក៏ខាតខ្មែរយើងហ្នឹងក៏វេទនាអ្នកហូស៊ីមួយគ្នាអត់បានដោះដូរតំណែងអត់បានទិញលក់អីមិនខាតចំណូលមិនគាំងស្ញែងបិទតាន់បានខាងថៃមកសុំបើកវិញអីយ៉ាងណាអញ្ចឹងដូចមកប្រកាន់អាមនុស្សចេះខ្ញុំថាអាមនុស្សចេះទៅប្រកាន់ទៅ share ទៅខំតតាំងមួយទៅអីមនុស្សចេះមើលអត់មើលទៅអត់គ្រប់ហ្នឹងទាហានពួកវាសើទាហានអត់គ្រប់ចឹងបានឯងដើរសុកនេះមកបាញ់ឯងបាញ់ហ្នឹងមិនមែនមកពីពួកអត់គ្រប់នឹងបាញ់ទេតែមានមេបជាពីលើមកឲ្យมันបាញ់យើងឡើងស្លាប់អស់ម្នាក់ហ្នឹងណែសំបីតែខាងផេថងឋានក៏គាត់ផុសនៅលើ Facebook របស់គាត់ណាគាត់បញ្ជាក់គាត់ប្រាប់បន្ថែមមកចឹងទៅថាយើងនេះបានជជែកគ្នាចរចាហើយរកចំណុចរួមមួយណាចំណុចរួមឃើញមួយហើយរបៀបថាយើងដកចេញពីអាកន្លែងប្រឈមមុខដាក់គ្នាអីដូចជាត្រង់សេអីហ្នឹងអីណាមិនមែនយើងដកតបចេញពីទឹកដីយើងទេអាកន្លែងយើងមុំ3ហ្នឹងយើងនៅដដែលតាយើងនៅឈរជើងដដែលតាគាត់ថាមិនទៅទល់មុខគ្នាមិនទៅដល់អាកន្លែងដែលអាយើងផ្ទុះអាវុធហ្នឹងបែរជាខិតថយតិចមកដើម្បីឲ្យដល់ថ្ងៃប្រហែលថ្ងៃ14ដែលត្រូវចរចានេះ poster របស់សម្ដេចតេជោគាត់បញ្ជាក់បន្ថែមណានេះក៏ដាក់ថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានចំនួនដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជាថៃដើម្បីបញ្ជានៅការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់ប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនៅសង្គ្រាមនោះឡើយការស្វែងរកដំណោះស្រាយតាមរយៈការចរចា
ចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះសូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយចំនួនដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជាសង្គ្រាមបង្ហូរឈាមនិងដើម្បីមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងណាគេនិយាយសម្ដេចគាត់បញ្ជាក់តាំងពីម្សិលមិញនេះណាតាំងពីម្សិលមិញបន្ទាប់ពីមានអីការចរចាអីហ្នឹងដល់คลิปមួយនេះចឹងគេ share មកអីនេះដាក់សកម្មភាពកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនៅប៉ោយប៉ែតខ្ញុំមិនដឹងថាវាពិតឬមួយក៏មិនពិតអីទេតែទោះបីជាពិតគិតថាក្រុមហ៊ុនអ្នកដែលគេអីខាងអ៊ីនធឺណិតអីហ្នឹងគេអ្នកចង់កាត់មែនមិនមែនក្រុមហ៊ុនអ្នកចង់កាត់ទេណាគេរកស៊ីលុយកាត់ហ្នឹងដោយកាត់លុយខ្លួនឯងចឹងលក់អ៊ីនធឺណិតទោះបីថាអ៊ីនធឺណិតហ្នឹងមកយើងមិនគេកាត់មែនតើមិនកាត់ហើយដល់ពេលរួចចរចាហើយមិនត្រូវទៅតសារថ្មីឡើងវិញពេលខ្លះបើសិនឥឡូវថតបើសិនរឿងហ្នឹងរឿងពិតចាំបើថាខាងថៃហ្នឹងលើសតហ្មងខាងតាហ៊ានថៃធ្វើចេញមកលើអត់គិតអារឿងប្រយោជន៍របស់ខ្លួនឯងប្រយោជន៍ក្រុមហ៊ុននៅប្រទេសឯងនោះឧទាហរណ៍ក្រុមហ៊ុនអ៊ីនធឺណិតហ្នឹងរបស់ថៃខាងនៅប៉ោយប៉ែតហ្នឹងខាងយើងហ្នឹងប្រើរបស់ថៃកាត់ដាច់គិតមិនកាត់ដាច់ធ្វើឲ្យពិបាកខាងខ្មែរមែនដល់ពេលអញ្ចឹងខាងក្រុមហ៊ុនហ្នឹងមិនដាច់ភ្ញៀវហើយដល់ពេលចរចាឲ្យត្រូវគ្នាវិញមិនត្រូវពិបាកក្រុមហ៊ុនហ្នឹងត្រូវចំណាយខ្សែថ្មីអីថ្មីរត់ម៉ូតូសារថ្មីវិញទៅអញ្ចឹងដល់ពេលអញ្ចឹងខាងយើងនេះអូយកមកផុសយកមក share ដល់ឥឡូវខាងរដ្ឋាភិបាលយើងឥឡូវចរចារកចំណុចរួមឃើញមួយហើយដល់ពេលអញ្ចឹងម្ចាស់ក្រុមហ៊ុនត្រូវរត់ម៉ូតូខ្សែថ្មីឲ្យភ្ញៀវដើមវិញឲ្យដើរវិញបត់ដើរភ្ញៀវអ្នកដែលគេអីខាងខ្មែរយើងនៅប៉ោយប៉ែតហ្នឹងដែលប្រើក្រុមហ៊ុនអ៊ីនធឺណិតហ្នឹងមិនត្រូវអត់ឲ្យលុយឲ្យកាត់ដាច់អ៊ីនធឺណិតបាត់ហើយខ្ញុំឆ្ងល់ដែរក្រុមហ៊ុនអ៊ីនធឺណិតយើងអត់មានអ្នកនៅហ្នឹងឯណាអត់មានខាងរបស់យើងឯតទៅដល់ហ្នឹងឯងបានត្រូវប្រើខាងថៃរបស់ថៃប៉ុន្តែខ្ញុំអត់ហ៊ានអត់ច្បាស់ថាវាជាពិត 100% ឬមិនពិតទេព្រោះអានេះផេកខាងណានេះគាត់អ្នកផុសមកនេះឈ្មោះ account Monotape ចូលមើលគាត់តិចមើលស្អីរួមគ្នារំដោះកម្ពុជាពីកម្មសិទ្ធិគ្រូអូបាទអូខេចឹងគាត់នៅខាងប្រឆាំងចឹងបានគាត់ share តែព័ត៌មានប្រឆេះអុចអាលណាព័ត៌មានញុះញង់អាគេនេះខំប្រឹងចរចាយើងនេះខំបើធ្វើអាព័ត៌មានដែរឲ្យតែឆេះតែខឹងគ្នាដាក់គ្នាស្អប់គ្នាចឹងទៅហើយបើនៅអាមេរិកនោះនៅ LA នោះបាតកម្មដុតឡានស្អីអាឡានអូអាតាក់ស៊ីគេអត់មនុស្សបើកមិននោះដុតឡានដុតអីផ្អើពេញហ្នឹងទៅប៉ូលីសឥឡូវត្រាំនោះបញ្ជូនតបអីគេហៅប៉ូលីសរដ្ឋអាម៉េចនោះសហព័ន្ធទៅទប់ទល់បាតកម្មអីណានៃព្រោះអភិបាលរដ្ឋនឹងទប់ទល់អត់បានទេអាម៉េចរឿងជុំវិញហ្នឹងអានេះនៅអាមេរិកពងផ្អើដែរនេះបាតកម្មដុតឡានឆេះវិញហ្នឹងធ្វើបាតកម្មប្រឆាំងពលីនតោវេសរឿងចាប់ជនតោវេសបញ្ជូនទៅប្រទេសវិញហ្នឹងជាពិសេសក្រមខាងមិចស្កូអីហ្នឹងនេះនៅអាមេរិកមួយរឿងដែរទៅពងផ្អើបន្ទាប់ពីត្រាំហើយអីអ៊ីឡុនម៉ាស់លែងត្រូវគ្នាឆ្លោះគ្នាឯណានៃហ្នឹងមួយរឿងទៅហើយមួយទៀតទៅឃើញបងកនថាគាត់ទៅចេញឃ្លីបនិយាយពីបញ្ហាព្រំដែនថៃហ្នឹងខ្មែរយើងមួយថៃហ្នឹងណាគាត់និយាយថាកុំព្រួយបារម្ភអីឥឡូវដូចជាចរចាហើយណាមានចំណុចរួមហើយគាត់គិតថាខាងទាហានថៃទេអ្នកបករឿងបង្កើតរឿងដើម្បីឲ្យបានអីតឡើងថវិកាចំណាយលើទាហានលើអីណាព្រោះថាកំឡុងពេលហ្នឹងមានការលើកឡើងពីអីបច្ចេកវិទ្យាបាត់ចិត្តអារបៀបគេត្រូវ request លុយចាយលុយរត់អីចឹងណាគេទាមទារលុយទាហានលុយអីចឹងទៅហើយគេប្រឆាំងគេអត់ចង់តឡើងការចំណាយលើទាហានអានេះពីការលើកឡើងរបស់គាត់ព័ត៌មានមួយហ្នឹងខ្ញុំអត់បានដឹងដែរណាគាត់និយាយចឹងទៅគាត់ដឹងមកជ្រុងទៀតទៅបើគាត់ចេញឲ្យតន់ហេតុការជាងនឹងតិចមានអីមុនហ្នឹងព្រោះដូចឃើញគាត់ចេញឃ្លីបអីនិយាយពីអនាគតអចលនៈទ្របអីប្រទេសនេះប្រទេសនោះតែគាត់អត់បានទីដឹងមុនថាមានទាហានមានចំនួនទុកអាវុធអីចឹងណាហ្នឹងហើយប៉ុន្តែល្អដែរជ្រុងរឿងអីគេចាយលុយទាហានអីហ្នឹងខ្ញុំអត់ដឹងដល់ពេលគាត់និយាយទៅមិនដឹងព័ត៌មានមកជ្រុងទៀត បើថាคลิปអីគេ copy អីពីខាងអីបងលោករិយាអីហ្នឹងនិយាយថាគេនោះគេសបាយចំអកសបាយអីចឹងទៅឌឺដងในខាងយើងនេះក៏ចូលចិត្តលើកអារឿងគេឌឺដងគេចំអកហ្នឹង share បន្តតតាំងឆ្លោយទៅវិញតបតទៅវិញអីចឹងគេថាពួកយើងចូលចិត្តអាចឹងខ្ញុំពេលខ្លះខ្ញុំលើកមួយដែលមកនិយាយខ្ញុំវាឃើញអញ្ចឹងអត់មានប្រយោជន៍អីវាប្រសើរឡើងប៉ុន្តែមិនដឹងជាហាមឃាត់មិនទេព្រោះអាហ្នឹងវាថារឿងឌឺដងជេរគ្នាទៅវិញទៅមកហ្នឹងចូលចិត្តណាស់ដល់អាឃ្លីបខ្ញុំជេរអភិសិទ្ធវិចារជីវ៉ាអញ្ចឹងអូ
like ក៏ច្រើន comment ក៏ច្រើន view ក៏ច្រើនតែបាទ clip យើងនិយាយរៀងចេញមតិរៀងផ្ទុយពីការជេរពីការអីហ្នឹងវិញនិយាយអត់មានអ្នកមើលទេមានគេ comment ជេរខ្ញុំវិញ ហើយមួយទៀតដែលខ្ញុំចង់និយាយដែរតើតើរឿងការជួយបងប្អូនកងទ័ពយើងណាខ្ញុំឃើញយើងជួយគ្នាច្រើនណាអ្នកខ្លះគេជួយជាថវិកាជានំជាណែកជាស្បៀងអីចឹងទៅណាមានមីមានទឹកសុទ្ធមានអីច្រើនណាយើងឃើញកន្លងមកពេលភ្លាមហ្នឹងអ្នកខ្លះគេមានសទ្ធាគេមានសទ្ធាគេមានលទ្ធភាពគេរៀបជាក្រុមជាអីគេរែងគីសអីចឹងទៅដល់ផ្ទាល់ដល់ទីតាំងណាជួយផ្ទាល់អីចឹងទៅហើយរូបភាពមួយទៀតដែលក្តុកក្តួលខ្លាំងសម្រាប់ខ្ញុំនោះគឺពេលដែលបងប្អូនកងទ័ពយើងគាត់ចល័តតាមផ្លូវហើយចឹងទៅមានបងប្អូនប្រជាជនគាត់ឃើញហ្នឹងគាត់ហត់យកទឹកសុទ្ធយកនំយកណែកផ្លែឈើឲ្យអីបោះលើឡានបោះឲ្យនោះអូខ្ញុំឃើញខ្ញុំសប្បាយចិត្តណាស់មិនថាមកសប្បាយចិត្តទេក្តុកក្តួលសម្បីនិយាយនេះក៏អួលដើមកនេះខ្ញុំថតឡើងចង់2 3ដងអីនិយាយមិនចង់ទៅបាទអញ្ចឹងនិយាយថាការជួយហ្នឹងគឺល្អទាំងអស់សម្រាប់ខ្ញុំឲ្យតែជួយគឺល្អហើយប៉ុន្តែខ្ញុំឃើញចំណុចមួយដែលខ្ញុំមិនដឹងថាព័ត៌មានហ្នឹងពិតឬមិនពិតទេតែឃើញគេផុសមកឲ្យគេដាក់រូបអញ្ចឹងណាគាត់ហ្នឹងអ្នកទាំងអស់នេះស្គាល់ច្រើនហើយclip មុនខ្ញុំដូចជាលើកពីគាត់ដែរតែឥឡូវខ្ញុំលែងហ៊ានយករូបយកឈ្មោះគាត់អីមកនិយាយគាត់ថាឃើញគេចុះមកហ្នឹងគេជួយវាថាគាត់ជួយជាអេកូមវិសុតាក់តងណាអេកូមហ្នឹងឲ្យបងប្អូនកងទ័ពយើងជួមុខហ្នឹងដូចជាប្រហែល50គ្រឿងអីចឹងទៅខ្ញុំទៅពេលឃើញហើយអូខេខ្ញុំអរគុណទឹកចិត្តគាត់ជួយពីខ្ញុំគាត់ថាចាំហើយមិនបងប្អូនកងទ័ពយើងគាត់ខ្វះអេកូមសម្រាប់តាក់តងគ្នាមិនបានគាត់ជួយជាអេកូមព្រោះដូចក្នុងរូបភាពទាំងអស់គ្នាបានឃើញនេះខ្ញុំជឿថាកងទ័ពយើងមិនខ្វះទេរឿងអេកូមសម្រាប់តំណែងនោះហេតុអីក៏គាត់ត្រូវជួយជាអេកូមទៅទៀតខ្ញុំវាពេលខ្លះខ្ញុំស្អប់ខ្លួនឯងដែររបៀបថាទាស់រៀងទាស់ចិត្តខ្ញុំថាឧបករណ៍អាវុធសភាវុធរបស់បងប្អូនកងទ័ពយើងមិនមែនអន់ទេណាទៅនើបណាសើ AK នេះសើ AK នេះ AK នេះ AK ថ្មីសេរីថ្មីសម្ភារៈខ្ញុំថាมันខ្វះទេរឿងអេកូមហេតុអីក៏ត្រូវទៅជួយអេកូមអីប្រហែល20គ្រឿង50គ្រឿងបន្ថែមលើបាទអញ្ចឹងដូចជាអស់ឲ្យមានប៉ុណ្ណឹងរៀងវែងដែរចេបចប់ច្រើនតាក់ទងរឿងព័ត៌មានអាប់ដេតចុងក្រោយហ្នឹងណាក៏ខ្ញុំតោះចិត្តមានអ្នកខ្លះនឹងប្រផឹងនៅតែប្រប៉ោងអាព័ត៌មានដែរធ្វើឲ្យស្ថានភាពហ្នឹងរត់ទៅយ៉ាប់តែឥឡូវឃើញថាមានចំណុចរួមមួយហើយណាចរចាឲ្យរៀងបធូរបន្ថយទៀតហើយស្ថានភាពហ្នឹងរៀងធូរស្បើយតិចហើយចាំមើលថ្ងៃ14ហ្នឹងគេប្រជុំចេញអីហើយ ICJ ហ្នឹងគេនឹងសម្រេចចិត្តយ៉ាងណាលើអាបណ្ដឹងយើងដែលខាងរដ្ឋាភិបាលយើងដាក់ទៅណាបាទអញ្ចឹងមានប៉ុណ្ណឹងលើសលុបអីអធិស្ឋានទាំងអស់គ្នាយល់យ៉ាងណាយ៉ាងណីដែរខុសឆ្គងត្រង់ណាអីអាចណែនាំខ្ញុំបានណាខមមិនអ្នកម៉ាត់មកបាទអរគុណ